តើអ្វីជាភាពខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សបរាជ័យគិតទៅយើងទាំងអស់គ្នាមាន24ម៉ោងក្នុងមួយថ្ងៃ7ថ្ងៃក្នុងមួយសប្តាហ៍និង365ថ្ងៃនៅក្នុងមួយឆ្នាំវាពិតជាយុត្តិធម៌ណាស់វាគឺជាទីលានដែលយើងមានសិទ្ធិស្មើគ្នាដូច្នេះនៅចុងបញ្ចប់អ្វីដែលកំណត់ថាយើងជោគជ័យប៉ុណ្ណាគឺរបៀបដែលយើងប្រើពេលវេលារបស់យើងដូច្នេះហើយនេះជារបៀបដែលមនុស្សជោគជ័យគ្រប់គ្រងពេលវេលាថ្ងៃនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនូវយុទ្ធសាស្ត្រសាមញ្ញចំនួន3ដែលជួយឲ្យអ្នកគ្រប់គ្រងពេលវេលារបស់អ្នកឲ្យកាន់តែប្រសើរឡើងយុទ្ធសាស្ត្រទី1កំណត់ពេលវេលាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងអ៊ីមែលអ្នកត្រូវយល់ថាពេលក្រោកពីព្រលឹមប្រសិនបើរឿងដំបូងដែលអ្នកធ្វើគឺយកទូរស័ព្ទដៃរបស់អ្នកឆែកមើលសាររបស់អ្នកឲ្យឆែកអ៊ីមែលរបស់អ្នកឆែកប្រព័ន្ធផ្សព្វផ្សាយសង្គមម៉ោងដំបូងនេះជារៀងរាល់ព្រឹកនេះគឺជាម៉ោងដ៏សំខាន់បំផុតរបស់អ្នកអ្វីដែលអ្នកធ្វើនៅពេលព្រឹកថាតើអ្នកធ្វើល្អប៉ុណ្ណាក្នុងមួយថ្ងៃនោះប្រសិនបើនៅទីនោះអ្នកកំពុងឆែកមើលសារទាំងអស់នេះហើយខ្ញុំដឹងថានៅពេលព្រឹកអ្នកចង់ឆែកទូរស័ព្ទដៃរបស់អ្នកចង់ឃើញអូតើខ្ញុំមានសារណាមួយពីយប់មិញទេតើមានអ្វីកើតឡើងតើមិត្តខ្ញុំមានរឿងអ្វីម៉ោងដំបូងនេះជារឿងរាល់ថ្ងៃវាពិតជាមានតម្លៃខ្លាំងណាស់អ្នកគួរតែគិតពីរបៀបដែលអ្នកអាចវិនិយោគពេលវេលាដោយឆ្លាតវៃសម្រាប់អ្នកខ្លះប្រហែលជាចង់ធ្វើអ្វីមួយដូចជាការអាននៅពេលព្រឹកសម្រាប់អ្នកខ្លះប្រហែលជាអ្នកចង់ធ្វើការហាត់ប្រាណអ្នកខ្លះប្រហែលធ្វើយូហ្គាសម្រាប់អ្នកខ្លះចង់បានអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ជួបជុំជាមួយគ្រួសារអញ្ចឹងទៅសម្រាប់អ្នកខ្លះប្រហែលជាដល់ពេលដែលអ្នកត្រូវកំណត់គោលដៅហើយនិយាយថាតើមានរឿងអ្វីខ្លះដែលអ្នកចង់សម្រេចបានថ្ងៃនេះអ្វីដែលអ្នកមិនចង់បានគឺចូលក្នុងការញៀនបណ្ដាញសង្គមខ្ញុំតែងតែនិយាយថាប្រអប់សម្បត្តិរបស់អ្នកគឺជាគោលដៅរបស់អ្នកដទៃរាល់ពេលដែលអ្នកពិនិត្យមើលប្រអប់សម្បត្តិរបស់អ្នករឿងទាំងអស់នោះដែលទាមទារការយកចិត្តទុកដាក់របស់អ្នកដែលធ្វើឲ្យខាតបង់ពេលវេលានោះទាញឲ្យអ្នកទៅឆ្ងាយដែលរំខានអ្នកមិនចង់ឆែកទូរស័ព្ទអ្នក10ដងក្នុងមួយថ្ងៃទេហើយអ្នកមិនចង់ឆែកបណ្ដាញសង្គម10-20ដងក្នុងមួយថ្ងៃទេវាងាយស្រួលណាស់ក្នុងការញៀនអេក្រង់ទូរស័ព្ទពេញមួយថ្ងៃហើយអ្នកគ្រាន់តែឆែកមើលសារដដែលរៀងរាល់10-20នាទីម្ដងតើអ្នកពិតជាត្រូវការឆែកវាមែនទេពាក្យប្រៀបធៀបដែលខ្ញុំប្រើគ្រប់ពេលគឺតើអ្នកទៅពិនិត្យប្រអប់សារនៅមុខផ្ទះរបស់អ្នក10-20ដងក្នុងមួយថ្ងៃដែរទេដូច្នេះហេតុអ្វីបានជាអ្នកទៅពិនិត្យប្រអប់សាររបស់អ្នក10-20ដងក្នុងមួយថ្ងៃរឿងមួយដែលខ្ញុំធ្វើគឺខ្ញុំបិទពេលវេលាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមហើយខ្ញុំបិទពេលវេលាសម្រាប់ការប្រើអ៊ីមែលតែប៉ុណ្្នឹងទេខ្ញុំមានពេលយប់ខ្ញុំមានពេលសម្រាកខ្ញុំមិនចូលចិត្តលេងបណ្ដាញសង្គម10-20ដងក្នុងមួយថ្ងៃទេព្រោះខ្ញុំមានអ្វីផ្សេងទៀតដែលត្រូវធ្វើខ្ញុំមានរឿងសំខាន់ជាងនេះទៅទៀតដែលខ្ញុំត្រូវធ្វើដូច្នេះទប់ស្កាត់វាទៅកាត់បន្ថយការប្រើប្រាស់បិទទូរស័ព្ទហើយនិយាយថាមិនអីទេខ្ញុំនឹងឆែកវានៅពេលព្រឹកបើចង់បានខ្ញុំនឹងឆែកវាម្ដងទៀតនៅពេលល្ងាចតែប៉ុណ្ណឹងនៅចន្លោះពេលនោះអ្នកធ្វើការលើរឿងសំខាន់អ្នកធ្វើលើគម្រោងអ្នកធ្វើការលើអាជីវកម្មរបស់អ្នកអ្វីក៏ដោយដែលអ្នកកំពុងធ្វើនេះហើយជារបៀបដែលអ្នករក្សាការផ្ដោតអារម្មណ៍ដោយដែលអ្នកឃើញយើងមិនអាចគ្រប់គ្រងពេលវេលារបស់យើងបានទេដោយសារតែស្ថានភាពនេះអ្នកនិងខ្ញុំយើងមានតែ24ម៉ោងក្នុងមួយថ្ងៃអ្នកមិនអាចធ្វើឲ្យពួកគេលឿនជាងមុនទេហើយអ្នកក៏មិនអាចធ្វើឲ្យពេលវេលាយឺតជាងមុនដែរអ្វីដែលយើងអាចធ្វើគឺពិតជាគ្រប់គ្រងអតិភិបរបស់យើងដូច្នេះពេលនរណាម្នាក់ប្រាប់ថាអូខ្ញុំគ្មានពេលទេអ្វីដែលពួកគេនិយាយពិតគឺខ្ញុំនេះមិនសំខាន់សម្រាប់ខ្ញុំទេវាមិនមែនជាអតិភិបរបស់ខ្ញុំនេះហើយអ្វីដែលពួកគេនិយាយមែនហើយខ្ញុំមិនមានពេលហាត់ប្រាណអ្វីដែលពួកគេមានន័យពិតគឺលំហាត់ប្រាណមិនមានសំខាន់សម្រាប់ខ្ញុំទេនេះគឺជាការពិតដូច្នេះការគ្រប់គ្រងពេលវេលាគឺជាការគ្រប់គ្រងអតិភិបហើយនៅចុងបញ្ចប់ការគ្រប់គ្រងអតិភិបគឺជាការគ្រប់គ្រងខ្លួនឯងយើងត្រូវដឹងពីរបៀបគ្រប់គ្រងខ្លួនអ្នកនិងរបៀបគ្រប់គ្រងថាមពលរបស់អ្នកវិនិយោគថាមពលរបស់អ្នកក្នុងរឿងអ្វីមួយនឹងរួមចំណែកដើម្បីសុភមង្គលដើម្បីសុខភាពរបស់អ្នកដើម្បីសុខុមាលភាពរបស់អ្នកដើម្បីជោគជ័យរបស់អ្នកនេះហើយជាអ្វីដែលយើងត្រូវធ្វើយុទ្ធសាស្ត្រទី2ដឹងពីលេខវេទមន្តរបស់អ្នកខ្ញុំនិយាយអំពីរឿងនេះយ៉ាងទូលំទូលាយនៅក្នុងសៀវភៅរបស់ខ្ញុំចូលនិយាយថាគោលដៅរបស់អ្នកគឺរកបាន$10,000ក្នុងមួយឆ្នាំចំណូលបានរាប់ម៉ឺន$វាល្អណាស់សម្រាប់មនុស្សភាគច្រើន$10,000ក្នុងមួយឆ្នាំ
ហើយឧបមាថាជាមធ្យមអ្នកធ្វើការ40ម៉ោងក្នុងមួយសប្តាហ៍ហើយយើងមាន52សប្តាហ៍ក្នុងមួយឆ្នាំឧបមាថាអ្នកជប់សម្រាក2សប្តាហ៍នៅសល់50សប្តាហ៍ដូច្នេះ50សប្តាហ៍គុណនឹង40ម៉ោងស្មើនឹង2000ម៉ោងដូច្នេះយកគោលដៅប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នក$100,000ចូលយើងបែងចែកដោយ2000ម៉ោងអ្នកនឹងទទួលបាន$50ក្នុង1ម៉ោងដូច្នេះវាមានន័យថាយ៉ាងដូចម្តេចប្រសិនបើគោលដៅរបស់អ្នកគឺរកបាន$10,000ក្នុងមួយឆ្នាំវាមានន័យថាអត្រាក្នុង1ម៉ោងរបស់អ្នកត្រូវមានយ៉ាងហោចណាស់$50ក្នុង1ម៉ោងនេះជាគន្លឹះមើលអ្វីគ្រប់យ៉ាងដែលអ្នកធ្វើរាល់ថ្ងៃហើយសួរខ្លួនឯងនៅសំណួរខាងនេះខាងក្រោមឥឡូវនេះប្រសិនបើអ្វីដែលអ្នកកំពុងធ្វើឥឡូវនេះមិនមានតម្លៃ$50ក្នុង1ម៉ោងទេអ្នកត្រូវរកបានយ៉ាងហោចណាស់$50ក្នុង1ម៉ោងនោះមានន័យថារាល់ម៉ោងដែលអ្នកកំពុងធ្វើការទិន្នផលរបស់អ្នកត្រូវរកបានយ៉ាងហោចណាស់$50ក្នុង1ម៉ោងតើអ្នកនឹងទទួលបាន$10,000ក្នុងមួយឆ្នាំទេប្រសិនបើអ្វីដែលអ្នកកំពុងធ្វើមិនមានតម្លៃ$50ក្នុង1ម៉ោងទេតើវាសមហេតុផលទេដែលអ្នកត្រូវទទួល$50ក្នុង1ម៉ោងនេះគឺជាហេតុផលហើយឥឡូវនេះនិយាយថាគោលដៅរបស់អ្នកគឺរកបាន$1លានក្នុងមួយឆ្នាំមានន័យថាយ៉ាងម៉េចវាមានន័យថាយ៉ាងតិចបំផុតរាល់ម៉ោងដែលអ្នកធ្វើការយ៉ាងហោចណាស់$500ក្នុង1ម៉ោងជាការពិតគឺលើសនឹងយើងនិយាយស្មោះត្រង់ទៅថាខ្ញុំនិងអ្នកមិនអាចធ្វើការគ្រប់ពេលវេលាទេគ្រប់ពេលវេលាមិនមែនរាល់ម៉ោងដែលយើងអាចផ្ដល់តម្លៃបាន$500ក្នុងទីផ្សារបានឡើយដើម្បីរកលុយបាន$1លានក្នុងមួយឆ្នាំដូច្នេះសូមគិតអំពីវានាំទៅដល់យុទ្ធសាស្ត្រទី3នោះគឺជៀសវាងសកម្មភាពប្រាក់ឈ្នួលបរិមាណឧបមាថាក្រុមហ៊ុនទូរស័ព្ទគិតថ្លៃអ្នកលើស$5ហើយអ្នកឆ្លោះជាមួយពួកគេហើយអ្នកចំណាយពេលអស់1ម៉ោងនៅលើទូរស័ព្ទឆ្លោះគ្នាអំពីរឿង$5ទៅទីបញ្ចប់ពួកគេក៏ត្រឡប់ឲ្យប្រាក់វិញហើយអ្នកក៏សន្សំបាន$5ខ្ញុំសួរអ្នកថាតើឥឡូវអ្នកសន្សំបាន$5ដែរទេមិនប្រកាសទេប្រសិនបើគោលដៅរបស់អ្នករក$1លានក្នុងឆ្នាំដោយសារការហៅទូរស័ព្ទនេះមិនបានសន្សំប្រាក់ឲ្យអ្នក$5ទេការហៅទូរស័ព្ទនេះបានចំណាយអស់$495ដូច្នេះខ្ញុំចង់ឲ្យអ្នកស្រមៃថាយកលុយ$495ហើយដុតវានៅក្នុងភ្លើងហើយភ្លើងទាំងនោះក៏បានធ្វើឲ្យអ្នករលាកអ្នកត្រូវមើលតាមវិធីនេះរាល់នាទីដែលអ្នកមានគឺវាមានតម្លៃខ្លាំងណាស់ប្រសិនបើអ្នកវិនិយោគពេលវេលានេះដើម្បីចំណាយជាមួយគ្រួសាររបស់អ្នកវាមិនអីទេអ្នកទទួលបានសុភមង្គលអ្នកទទួលបានការពេញចិត្តមកវិញនេះគឺជាអ្វីដែលអ្នកទទួលបានប៉ុន្តែប្រសិនបើអ្នកនិយាយអំពីសកម្មភាពអាជីវកម្មអ្នកត្រូវការផាន់ផលមកវិញអ្នកចំណាយពេលច្រើននោះអ្នកចង់បានផលមកវិញច្រើនលុយនៅចុងបញ្ចប់នៃថ្ងៃគឺស្រួលគណនាណាស់មិនគួរជឿលុយគឺជាគណិតវិនិយោគលើអ្វីមួយនឹងទទួលបានផលនោះនេះគឺជាចិត្តគំនិតរបស់អ្នកវិនិយោគបញ្ហាគឺដល់ពេលវេលាមនុស្សភាគច្រើនមានចិត្តគំនិតខ្ជះខ្ជាយពួកគេខ្ជះខ្ជាយពេលវេលាមានសុភាសិតចិនមួយដែលខ្ញុំចូលចិត្តពេលវេលាមួយពេលមានតម្លៃស្មើមាសមួយដំឡឹងប៉ុន្តែអ្នកមិនអាចទិញពេលវេលាជាមួយនឹងមាសមួយដំឡឹងបានទេដូច្នេះជ្រើសរើសដោយឆ្លៀវវៃពីរបៀបដែលអ្នកចង់វិនិយោគពេលវេលារបស់អ្នកចង់បញ្ចប់ជីវិតរបស់អ្នកគឺជាការឆ្លុះបញ្ចាំងនៃការប្រើប្រាស់ពេលវេលារបស់អ្នក